វីដេអូនេះយើងនិយាយអំពីមេរៀនទី6ការគ្រប់គ្រងដើមទុននិងគោលដៅចំណេញជាមួយនឹងការដាក់ការកាត់ខាត SLTP អញ្ចឹងនៅកន្លែងនេះគឺគេដាក់ថាម៉េចគោលដៅប្រាក់ចំណេញដែលបានបង្ហាញស្រាប់នៅលើ chart take profit តាម ADR ADR អីហ្នឹងមិនបាច់ចាំយល់ទេច្រើនទេព្រោះធម្មតាប្រើ indicator ទេប្រើ indicator ដើម្បីងាយស្រួលហើយមកយល់ច្រើនពេកវាពិបាកដែរអាហ្នឹងអញ្ចឹងណាអញ្ចឹងគឺគេដាក់ឲ្យស្រាប់នៅលើហ្នឹងហើយគ្រាន់តែពេលទៅដល់ហ្នឹងបិទយកទៅដល់ហ្នឹងបិទយកទៅដល់ហ្នឹងបិទយកទៅបានហើយ TP1 ដែលយើងដាក់ស្រាប់នៅលើ indicator របស់យើងបងប្អូនទាំងនេះមើលនេះ TP1 TP2 អានេះអត់ទេអានេះ TP តាមខ្សែសាយតាម trend អូខេ TP1 ឧទាហរណ៍ថាបងប្អូនទាំងអស់គ្នា sell ពីលើនេះចុះមកនៅពេលដែលបងប្អូនមកប៉ះ TP1 នេះបងប្អូនទាំងអស់គ្នាអាចធ្វើការកាត់ចំណេញបានឬក៏គេថាបងប្អូនកាត់ 50% ឬគេថា partial close ហើយទុកពាក់កណ្ដាលទៀតទាញនៅពេលដែលផ្សារចាប់ដើម move បន្តទៀតយើងចាប់ដើមទាញ BE យកមកដាក់វិញហើយបន្តមកទៀតរងចាំវាទៅ hit TP2 អញ្ចឹងទៅតែជាយោបល់របស់ខ្ញុំបងប្អូនកុំលោភបងប្អូនត្រូវកំណត់យក risk reward ឲ្យបានត្រឹមត្រូវ1 2មកអាកន្លែងចំណុចយកវែងហ្នឹងគឺវាអត់ដែលងាយបានទៅដល់ទេប៉ុន្តែ TP1 គឺជាចំណុចដែល hit rate របស់វាខ្ពស់គឺរហូតដល់80ទៅ 85% មានន័យថាវាទៅដល់នឹងលឿនទៅដល់នឹងគឺរហូតដល់80ទៅ 85% អញ្ចឹងយើងអាចយក TP1 បានហើយ TP1 មានបានតិចលេខទេលោកអើយបាទទី hot sell ណែបាទ5 10គុតមកដល់ TP1 បាន4 9គុតថា4 9គុតចុះបានលេខ5 9 5 10គុតវាចូល30លេខហ៎5អានេះវា5 10គុតវាចូល6ដល់10លេខបាទហើយបើសិនជាយើងចង់យក20លេខយើងកំណត់យើងកំណត់មកយើងដាក់ SL 10លេខយើងដាក់ TP 20លេខមកអញ្ចឹងដល់ហើយមានអីលុយសុទ្ធហើយ trade មួយថ្ងៃយកតែប៉ុណ្ណឹងមួយថ្ងៃយកប៉ុណ្ណឹងទៅហៅលុយណាទៀតអញ្ចឹងយើងមើលបន្តទៀតពាក់ព័ន្ធជាមួយនឹងការចូល trade risk reward ការគ្រប់គ្រងហានិភ័យរបស់យើងនឹងបងប្អូនត្រូវចាំថាចូល 1% នេះបានន័យថា risk 1% នៃដើមទុនហើយបងប្អូនភាគច្រើនយល់ច្រឡំថាម៉េចយល់ច្រឡំថាខ្ញុំ risk 1% នៃដើមទុនអញ្ចឹងមានន័យថាម៉េចមានបើសិនជាខ្ញុំចូលឲ្យខាតបើទីដើមទុនខ្ញុំ 1000 អញ្ចឹងបើសិនជាខ្ញុំចូលទៅឲ្យខាត$100អញ្ចឹងខ្ញុំធ្វើម៉េចខ្ញុំគួរធ្វើម៉េចខ្ញុំដាក់ SL ខាតតែ$100ហ្នឹងមែនប៉ុន្តែខាត$100ហ្នឹងវានៅចិត្តនេះពេកវានៅចិត្តអាតម្លៃដែលវាគិតវាអាចភាគរយខ្ពស់វាអាចមករកបានខ្ញុំធ្វើម៉េចតែក៏មិនមែនអញ្ចឹងទេការដាក់ risk 1% គឺបានន័យថាកំណត់ lot size ឧទាហរណ៍ដើមទុនបងប្អូនយើង1000បងប្អូនយើងចូលម៉ានបងប្អូនយើងចូល 0.01 ណា 0.01 តែបើបងប្អូនយើងដើមទុន 10000 បងប្អូនយើងចូល 0.1 បាទពីព្រោះបើសិនជាបងប្អូនដើម 1000 បងប្អូនចូល 0.01 ពេលដែលបងប្អូនខាត10លេខបងប្អូនខាតអស់$10អញ្ចឹងណាហើយបើយើងគិតភាគរយទៅវា 1% នៃ 1000 បាទហើយបើសិនជាបងប្អូនយើងចូលដើមទុន 10000 បងប្អូនយើងចូល 0.1 បើវាខាតអស់វាខាតអស់10លេខអស់$100អញ្ចឹងស្មើនេះថា 1% នៃដើមទុន $10000 អាហ្នឹងគឺ1% per trade បើសិនជាមួយថ្ងៃបងប្អូនចូល10ដងបងប្អូនកំណត់ថាខ្ញុំ afford to lose 10% បើសិនជាក្នុងមួយថ្ងៃហ្នឹងចូលទៅ SL ទាំង10ដង yes អញ្ចឹងអាហ្នឹងបងប្អូនទាំងអស់គ្នាអាច risk អញ្ចឹងបានក៏ប៉ុន្តែអា per trade នេះមានន័យថាបងប្អូនដាក់តែ 1% បានហើយចូល lot size តូចគឺ 0.01 ដើមទុន 1000 0.1 ដើមទុន 10000 មួយ lot ដើមទុន 100,000 ហើយ trade ចុះបងប្អូនដាក់ risk management បែបហ្នឹង trade ងាយដែរ account ទេពីព្រោះគ្មានអាណាទៅ trade មួយថ្ងៃ10 signal ខុសទាំង10ទេគ្មានទេ
អានោះសកម្ពុជាមនុស្សបាទសកម្ពុជាមនុស្សហើយបើ follow signal នេះទៀតមិនបាច់ទេមួយថ្ងៃខុសថាទីហោះយើងចូលគ្រប់ signal ទៅមួយថ្ងៃខុសតែ2មួយថ្ងៃខុសតែ2ហើយ signal 1 2 3 4 5 6 7 8 9 10 signal ខុស2ហើយ risk reward យើង1 2គិតលុយទៅដឹងហើយបាទគិតលុយទៅដឹងហើយអញ្ចឹងណាអាហ្នឹងគឺក្បួននៅក្នុងការគ្រប់គ្រងហានិភ័យហើយមិនមែនទៅគ្រប់គ្រងហានិភ័យស្អីចូលមាន SL គ្រប់ position ណែ no អាចចូលមាន SL គ្រប់ position ហ្នឹងអាហ្នឹងមិនហានិភ័យទេអាហ្នឹងលោបចូល time អាហ្នឹងអត់បានទេអាហ្នឹងអាលេងលឿនណាពីព្រោះហេតុអីមក CSL ដាច់ទាំងអស់ហ្នឹងហើយដាច់ទាំងអស់ខាតប៉ុន្មានឧទាហរណ៍ថាដើមយើង 10000 ហើយយើងចូល 0.1 5 position ហើយយើងដាក់ SL ទាំង5 position ខ្ញុំមាន reward ត្រឹមត្រូវខ្ញុំគ្រប់គ្រងហានិភ័យត្រឹមត្រូវដាក់ SL មិនមែនទេបានន័យថាមួយ trade តែប៉ុណ្ណោះហ៊ានរិះមួយ trade តែប៉ុណ្ណោះហើយពេលក្រោយទៀតពេលយើងចូលផ្សារទៀតឧទាហរណ៍យើងមាន sell set up ចេញមកយើងចូលអានោះរិះមួយ trade ទៀតបានន័យថាបើអាមុនហ្នឹង VCSL ហើយអាក្រោយហ្នឹងចូលមួយទៀតហ្នឹងចូលបានតែមួយទេអត់មានចូល5ទេយល់ទេអាហ្នឹងចូលតែមួយទេបន្ទាប់មកបើវា hit TP វា hit បាន2 reward ពីព្រោះអាមុននោះវាអស់មួយ reward វាអស់មួយរិះហើយវាដាច់អស់10លេខហើយអញ្ចឹងវាខាតអស់ប៉ុន្មានវាខាតអស់$100ហើយប៉ុន្តែអា TP នេះបាន2 reward វិញនេះបានន័យថាយើងចំណេញបាន$200 so បូកដកគុណចាច់មកយើងសល់ប៉ុន្មានយើងសល់100ហើយបើមួយថ្ងៃហ្នឹងយើង trade បានតែ2 set up ហ្នឹងយើងបាន100បាត់ហើយអញ្ចឹងបើថ្ងៃហ្នឹង trade បាន10 set up ខុស2ខុសអស់200ហើយចំណេញបានប៉ុន្មានចំណេញបាន2ឧទាហរណ៍ថាឥឡូវចូល10 signal ចូល10 signal ហ្នឹងខុស2អស់$200ប៉ុន្តែចំណេញបានប៉ុន្មាន$1600យកមកដក200មកមិនសល់$1400ហើយមួយថ្ងៃយើងយកបានប៉ុណ្ណឹងមិនកប់សេរីបាត់ហើយឃើញទេចានេះហើយគឺជាការគ្រប់គ្រងហានិភ័យហើយនេះគឺជាមេរៀនតតាក់ទងជាមួយនឹងចំណុចមេរៀនទី6របស់យើងរបៀប confirm តាម get GCX អញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាគ្រប់គ្រងហានិភ័យគ្រប់គ្រងអីទាំងអស់ហ្នឹងបាទគឺត្រូវតែ follow អញ្ចឹងអូមែនទេច្រឡំអាមេរៀនពេល6តនេះគឺយើងបានរៀនហើយយើងមិនបាច់មើលវាទេយើងមកមើលមេរៀនទី7ហ្មងទៅចុងក្រោយហ្នឹងគឺ checklist យើង checklist របស់យើងនេះពាក់ព័ន្ធជាមួយនឹង entry checklist របស់យើងត្រូវតែមានផ្ទៀងផ្ទាត់4ចំណុចនេះដោយសរសេរចូលទៅក្នុង journal របស់ខ្លួនមុនពេលចុចបើក order 1 bias check តើ execution bias បង្ហាញ long ឬក៏ short ច្បាស់លាស់ដែរឬទេបើបង្ហាញដាក់តែមួយណាដាក់តែមួយហ្នឹងមកសរសេរចូលនៅក្នុង journal របស់យើង2 liquidity and zone តើតម្លៃបាន sweep រួចមកប៉ះប្រអប់ order block ឬក៏ arm FVG ដែរឬទេបើមានគូចូលទី3 confirm បើតើទៀនបិទបញ្ចប់ដោយ rejection weak ត្រឹមត្រូវដែរឬទេបើមានអូខេទី3 recheck តើទំហំនៅក្នុងការកំណត់ lot size របស់យើងនោះ1% per trade ដែរឬទេហើយឬក៏យើងបានកំណត់រួចរាល់ឬនៅចំណាំបើគ្រប់បញ្ជាក់ថាបើការបញ្ជាក់ទាំងអស់ត្រូវគ្រប់ទាំងអស់ហើយនោះយើងអាចចូលផ្សារបានហើយអញ្ចឹងបានសេចក្តីថាអា4ហ្នឹងគឺយើងត្រូវផ្ទៀងផ្ទាត់យ៉ាងម៉េចផ្ទៀងផ្ទាត់មើលថ្ងៃហ្នឹងអីគេ bias អីគេ sell ឬក៏ buy long ឬក៏ short បាទ liquidity sweep នៅមកប៉ះ FVG ឬក៏មកប៉ះ order block នៅបើប៉ះហើយយើងរៀបចំចូលមកពីព្រោះអីវា confirm តាមរយៈការ rejection តាមរយៈ week តាមរយៈអាបកគោល candle ហ្នឹងវាបន្សល់តែ week ទេវាអត់ close full body អីទេយ៉ាអាហ្នឹងគឺយើងអាចចូលបានហើយតបមកអាធម្មតាអា risk per trade ហ្នឹងយើងកំណត់ទុកហើយអា SL អាសំទោសអា lot size របស់យើង1000យើងចូល 0.01 10000យើងចូល 0.1 បើ100,000យើងចូលតែ1 lot អញ្ចឹងណាអញ្ចឹងពេលនោះគឺយើងអូខេអស់ហើយយើងអាច execute trade បានហើយអញ្ចឹងនៅក្នុងមេរៀនទាំងអស់របស់យើងទាំង7ហ្នឹង
ឲ្យបងប្អូនទាំងអស់គ្នាបានមើលបានយល់បានច្បាស់អំពីវាហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាត្រូវតែអនុវត្តវាឲ្យបានជាក់ស្ដែងមេរៀននេះគឺសំខាន់បងប្អូនទាំងអស់គ្នាមិនមែនគ្រាន់តែយក indicator ទៅហើយ follow by sell អាហ្នឹងដាច់បាយហើយអត់ទេអត់កើតទេត្រូវតែមានក្បួនខ្នាតនៅក្នុងការចូលឲ្យបានត្រឹមត្រូវអញ្ចឹងរាល់ចម្ងល់ផ្សេងបងប្អូនទាំងអស់គ្នាអាចសាកសួរនៅក្នុង community របស់ពួកយើងបានហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូតាំងពីមេរៀនទី1រហូតដល់មេរៀនបញ្ចប់សូមអរគុណ